ពង្រឹងសមត្ថភាពខាងវិស្វកររបស់យើងហ្នឹងគាត់ត្រូវពង្រឹងសមត្ថភាពក្នុងការ deliver message នឹងឲ្យទៅខាងភ្ញៀវដោយផ្ដោតលើចំណុចសំខាន់តែ3បាទនៅពេលដែលជួបបញ្ហាទាំងអស់ហ្នឹងគាត់បដូរអាជីពទៀតហើយនិយាយថាពួកគាត់ខ្លះដូរអាជីពទៀតពីរៀនចប់ពីវិស្វកម្មទៅធ្វើផ្សេងទៅបងមានជាសារអីឬក៏មានជាដំបូងមានអីដែលចង់ឲ្យបើសិនជាអ្នកដែលគាត់នៅតែចង់ចាប់ជំនាញហ្នឹងណាបងដើម្បីឲ្យពួកគាត់បានដឹងជាដំបូងមានសួស្តីអ្នកនរគ្នាវិលត្រឡប់មកសារជាថ្មីជាមួយនឹងអេពីសូតទី4របស់យើងនៅក្នុង Engineers File Podcast ហើយនៅក្នុងសប្តាហ៍នេះយើងមាន topic ដែលគួរចាប់អារម្មណ៍មែនទែនជាពិសេសសម្រាប់អ្នកដែលគាត់ចង់ចាប់អាជីពជាវិស្វករដោយសារតែខ្ញុំនឹងហៅវាគ្មិនរបស់យើងមកចែករំលែកជាមួយនឹងបទពិសោធន៍របស់គាត់ផ្ទាល់ហើយយើងមានជាមួយនឹងវាគ្មិនដែលគាត់ចូលរួមពីសប្តាហ៍មុនដែរគឺបងវណ្ណេបាទជំរាបសួរអ្នកទាំងអស់គ្នានេះជាលើកទី2ដែលខ្ញុំចូលរួមក្នុងកម្មវិធី podcast និយាយពីផ្នែកវិស្វករនេះចាបងបើត្រឡប់មកសារជាថ្មីម្ដងទៀតហើយចង់សួរបងថាសុខសប្បាយអត់បងសុខសប្បាយធម្មតាទេអូនតែពាក្យរវល់គឺនៅដដែលដោយសារតែយើងកាន់ផ្នែកវិស្វកម្មតំហែតមគានេះវាចាយពេលច្រើន24ម៉ោងលើ24ម៉ោងក្នុងការថែទាំអគារចាខ្ញុំសរសើរមែនតើអ្នកដែលគាត់ចាប់ជំនាញនេះទៅសារតែមិនត្រឹមតែគាត់ត្រូវមានជំនាញវាថា hard skill ទេគាត់ត្រូវមាន soft skill ហើយមានការអត់ធ្មត់ខ្ពស់ហើយ devote ជាមួយនឹងកម្លាំងកាយក៏ដូចជាកម្លាំងចិត្តនៅក្នុងការងារមែនតើបងហ្នឹងហើយបើតេតងជាមួយនឹងខាងវិស្វករហ្មងខាងវិស្វករជំនាញឬក៏ technician ហ្មង hard skill ត្រូវតែចាំបាច់សម្រាប់ពួកគាត់ហើយតែបើសិនជាពួកគាត់ចង់វិវត្តមុនហ្នឹងឬក៏ណៃនិយាយតេតងមួយ soft skill ដែរអាហ្នឹងករណីបើសិនជាគាត់ចង់វិវត្តខ្លួនទៅអនាគតទៅជាថ្នាក់ដឹកនាំខាងផ្នែកវិស្វកម្មដែរគាត់ត្រូវតែពង្រឹងខាងផ្នែក soft skill របស់គាត់ឲ្យកាន់តែខ្លាំងជាងមុនទៀតចាបងហ្នឹងហើយហ្នឹងក៏ជាអីដែលយើងនឹង discuss ក្នុងថ្ងៃហ្នឹងដូចគ្នាដែរដែលខ្ញុំនឹងចង់សួរពីបទពិសោធន៍របស់បងផ្ទាល់ណាតែមុននឹងចាប់ដើមហ្នឹងខ្ញុំចង់សួរបងវិញតាក់ទងជាមួយនឹងបទពិសោធន៍ការងារតាំងពីដើមមកមូលហេតុអីបានជាបងចាប់យកជំនាញនេះដែរបងអូខេតាក់ទងជាមួយនឹងបទពិសោធន៍ការងាររបស់បងហ្នឹងកាលពីចូល podcast លើកមុនហ្នឹងបងធ្លាប់និយាយមួយសារដែរតាក់ទងជាមួយ experience របស់បងណាបងចូលក្នុងវិស័យវិស្វកម្មនេះវាចូលមកដល់ឥឡូវវាជាង 4-10 ឆ្នាំហើយជាក់ស្ដែងទៅ background របស់បងហ្នឹងមិនខាងវិស្វករទេមិនមែនវិស្វកម្មទេក៏ប៉ុន្តែដោយសារតែភាពស្រឡាញ់ហើយជាមួយនឹងថាជីវភាពផងបញ្ហាជីវភាពក៏យើងចាប់យកអាជីពវិស្វកម្មនេះហើយកាលហ្នឹងអាចនិយាយថាការជំនាន់ឆ្នាំ2012វា booming ដែរខាងផ្នែក construction ណាអញ្ចឹងយើងក៏ផ្ដោតទៅលើសំណង់ហ្នឹងរហូតមកដល់ឥឡូវហើយការពីចូលដំបូងហ្នឹងក៏ពួកបងព្យាយាមច្រើនណាព្រោះយើងអត់មាន background ខាងវិស្វកម្មអញ្ចឹងយើងត្រូវព្យាយាមសួរនាំទៅពួកគាត់ចាស់ៗដែលមានបទពិសោធន៍យូរឆ្នាំហ្នឹងឲ្យរៀនសូត្រពីពួកគាត់ចូលវគ្គខ្លីរៀនរហូតតាំងពីហ្នឹងមកបានបងអាចយល់បានមិនថាយល់ស៊ីជម្រៅអាចយល់ជា surface ទៅលើ system ដែល run ក្នុងផ្នែកវិស្វកម្មហ្នឹង MEP ហ្នឹងចានិយាយទៅចង់មានន័យថាទោះបីជាយើងអត់រៀនជំនាញហ្នឹងឬក៏យើងមានគ្រឹះក្តោយឲ្យតែយើងស្រឡាញ់គឺយើងអាចធ្វើបានទាំងអស់នៅក្នុងការប្រកបអាជីពរបស់បងហ្នឹងបងតើអីទៅដែលជាលឿនថាមេរៀនដែលបងអត់បានរៀននៅសាលាប៉ុន្តែនៅពេលដែលបងចូលមកធ្វើការក្នុងសង្គមជាក់ស្ដែងបងបានរៀនហើយបងចង់ចែកម្លែកទៅកាន់អ្នកជំនាន់ក្រោយដែរបងបើតាក់ទងជាមួយនឹងមេរៀនដែលរៀនពីសាលាជាធម្មតាសាលាគឺគាត់ follow តាមតែ curriculum របស់គាត់ទេ curriculum របស់គាត់នឹងចែកមកគឺរៀនអំពីតែវិធីដោះស្រាយលំហាត់ដោះស្រាយគណនាផ្សេងបើសិនជាតាក់ទងជាមួយនឹងខាងវិស្វកម្មវិញខ្ញុំអត់ចង់និយាយពី background របស់ខ្ញុំទេនិយាយពីវិស្វកម្មបើតាក់ទងជាមួយនឹងវិស្វកម្មវិញគឺពីច្រើនគឺឲ្យយើងរៀនអំពីប្លង់មើលប្លង់គណនាប្លង់ចេញ formula គណនាវាមិនជាទាំងមូលហ្នឹងរ៉ាន់បានតែប៉ុណ្្នឹងទេពីច្រើនគឺតាក់ទងជាមួយនឹង hard skill ដែលសង្កេតឃើញគឺពីច្រើនតាក់ទងជាមួយនឹង hard skill ក៏ប៉ុន្តែ soft skill គឺ very limited មែនតើអត់សូវជាមានមេរៀនដែលតាក់ទងបរិញ្ញាបត្របណ្ដាលពួកគាត់អំពីតាក់ទងជាមួយនឹង soft skill ទេគឺក៏បណ្ដាលបងអញ្ចឹងដូចបងនៅសាលាជាក់ស្ដែងចេញពីសាលាបងក៏អញ្ចឹងដែរអត់សូវមាន soft skill មេរៀន soft skill ទេហើយ soft skill ទាំងអស់ហ្នឹងគឺយើងរៀនបានពីសង្គមជាក់ស្ដែងខាងក្រៅទេហើយជាមួយនឹងសង្គមការងាររបស់យើងតើយើងចូលប្រឡូកការងារទៅបានយើងចាប់ដើមរៀនបណ្ដុះបណ្ដាលពី soft skill ទាំងអស់ហ្នឹងមកបណ្ដាមាន soft skill មាន communication skill មានអីផ្សេងៗហ្នឹង leadership skill ទាំងអស់ហ្នឹងសិតជាមេរៀនដែល
តើតែយើងចូលទៅក្នុងប្រឡងក្នុងសង្គមឬក៏ប្រឡងក្នុងការងារបានទាំងអស់ហ្នឹងវាមកយើងបរៀនមកយើង ចាបងមុនហ្នឹងបងនិយាយដែរថាបងអត់មាន background ខាងវិស្វកម្មទេតើនៅពេលដែលបងចាប់ផ្ដើមធ្វើការដំបូងឬក៏ក្នុងអាជីពជាការងាររបស់បង10ឆ្នាំជាងហ្នឹងតើមានរឿងអីដែលបងចង់ចាំឬក៏មេរៀនអីដែលបងបានរៀនដែលបងចង់ចែកម្លែកដែរបងបើរំលឹកបកក្រោយទៅវិញតើតងជាមួយនឹងបទពិសោធន៍បងវិញគឺចូលដំបូងហ្នឹងគឺបងចូលផ្នែក sale នៅខាងក្រុមហ៊ុនវិស្វកម្មធំមួយនៅស្រុកខ្មែរយើងអញ្ចឹងណាហើយកាលនោះយើងគ្រាន់តែជា sales support ទេជា assistant របស់ BDM Business Development Manager ម្នាក់នៅក្នុងអញ្ចឹងណាហើយរៀនសូត្រច្រើនអំពីការងារនៅក្នុងតាំងវិធីសាស្ត្ររក project វិធីសាស្ត្រ communicate ជាមួយនឹងភ្ញៀវវិធីសាស្ត្រ communicate ជាមួយនឹងថ្នាក់លើធ្វើ report ឲ្យថ្នាក់លើហើយដែលជំនាញដែលបងរៀនសូត្របានខ្លាំងជាងគេហ្នឹងគឺវិធីធ្វើ tender ព្រោះការហ្នឹងក្រុមហ៊ុនវិស្វកម្មធំហ្នឹងគាត់ផ្ដោតទៅលើការដេញថ្លៃ tender ធំអញ្ចឹង tender ហ្នឹងទាមទារឲ្យយើងមានចំណេះជំនាញតាក់ទងជាមួយនឹងការរៀបចំ tender ហ្នឹងឲ្យស្អាតភ្លឹងធ្វើម៉េចពួកនៅសាលាក៏បានបរៀនខ្លះដែរអំពីរបៀបធ្វើ portfolio ទាំងអស់ហ្នឹងក៏យើងអាចយកវាមកប្រើប្រាស់នៅពេលធ្វើ tender ហ្នឹងដែររៀបចំឲ្យស្អាតភ្លឹងដើម្បីឲ្យតេជជននៅពេលដែលគាត់បើកមើល tender ហ្នឹងគាត់មើលយល់ងាយយល់ចុះបងបើសិនជាបងអត់មាន background អញ្ចឹងណាបងគាត់ថាមានផលវិបាកអីគេខ្លះហើយនៅពេលដែលបងចូលធ្វើការមែនតើទៅមានអ្នកដែលគាត់ចាំជួយបងបង្ហាត់បង្រៀនអត់ទេបងឬក៏កត្តាភាគច្រើនគឺមកពីបងខំវឹកហាត់រៀនខ្លួនឯងដែរបងជាធម្មតាយើងត្រូវតែពឹងទៅលើអ្នកចាស់ហើយពួកគាត់តែងតែជួយបង្ហាត់បង្រៀនយើងណែនាំយើងការងារពុជធម្មតាយើងថ្មីយើងអត់ដឹងអីទេអត់ណមកអីទេទៅចិត្តទៅបាណាបាណីអញ្ចឹងណាយើងចេះតែអ្វីដែលយើងរៀននៅសាលាហើយយកមក apply តែការដែលយកមក apply ព្រាមហ្នឹងវាអត់ត្រូវទេតោះតែយើងបំលែងអញ្ចឹងអ្នកចាស់គាត់ចាំបដិបដាលយើងរហូតវាមិនឲ្យគាត់បង្ហាញផ្លូវយើងថាត្រូវធ្វើម៉េចដល់ដើរតាមផ្លូវហ្នឹងបានរលូនអញ្ចឹងណាអញ្ចឹងការហ្នឹងបងបានទទួលការបង្ហាញពីពួកគាត់បានច្រើនដែរហើយក៏គួបផ្សំជាមួយខ្លួនយើងដែរតែយើងចង់ចេះជំនាញហ្នឹងអត់ពេលដែលយើងចង់ចេះជំនាញហ្នឹងយើងអាចតស៊ូថែមទៀតពួកគាត់បង្ហាញតែផ្លូវទេបើកផ្លូវឲ្យយើងទៅបានតែយើងអ្នកឆ្កាខ្លួនឯងដើរទៅឆ្កាខ្លួនឯងហ្នឹងរបៀបម៉េចព្រោះដោយសារតែបងហ្នឹងចូលទៅក្រុមហ៊ុនវិស្វកម្មអញ្ចឹងចំណេះដឹងដែលត្រូវទាមទារចាំបាច់ឲ្យពួកបងយល់ហ្នឹងគឺជំនាញវិស្វកម្មចំណេះដឹងអំពីវិស្វកម្មអញ្ចឹងចំណេះដឹងពីវិស្វកម្មហ្នឹងគឺពួកបងត្រូវតែរៀនពីក្រុម technical ដែលពួកគាត់រៀនចប់ពីសាលាហ្នឹងណាត្រូវទៅអង្គុយរៀនសូត្រនឹងពួកគាត់មកថ្ងៃណាក៏បងនិយាយទៅសឹងតែមួយអាទិត្យ3 ដង 4 ដងបងទៅដាក់កៅអីអង្គុយក្បែរពួកគាត់រៀនសូត្រមកតែហ្នឹងធ្វើមិនមើលប្លង់វាមិននឹងចេញមកវាមិន system វាមិនមើលប្លង់វាមិនវាជាអ្វីដែលយើងប្រឹងរៀននៅខ្លួនឯងគ្រាន់តែបងចាស់ដែលនៅពីលើយើងថាលើយើងគាត់ប្រាប់ផ្លូវថាឲ្យចង់ចេះទៅអង្គុយចិត្ត technical ទៅចេះហើយអញ្ចឹងយើងទៅអង្គុយចិត្តមែនដល់ឲ្យចេះជំនាញទាំងអស់ហ្នឹងនិយាយលេងតិចចុះបងឲ្យចុះពួកគាត់ដែរថាអូធន់ឬក៏រំខានការងារអីអត់ទេបងឬក៏គាត់ willing នឹងក្នុងការបង្ហាត់បរៀនយើងដែរបងជាធម្មតាតែងតែមានមិត្តចូលគ្នាអីរវាងបើសិនជាពួកគាត់រវល់ខ្លាំងពេកហ្នឹងក៏ពួកគាត់ធុញទ្រាន់នឹងយើងការយើងទៅរំខានពួកគាត់ហ្នឹងដែរតែបើសិនជាពួកគាត់ត្នេក៏ពួកគាត់បើកចិត្តទលាយក្នុងការបង្ហាត់បង្ហាញយ៉ាងដែរអញ្ចឹងទាំងអស់ហ្នឹងក៏យើងត្រូវតែមានសិលសាស្ត្រក្នុងការទៅសុំចំណេះដឹងពីពួកគាត់ហ្នឹងដោយទិញកាហ្វេទៅចែកគ្នាលេងពីនេះពីនោះជួនកាលយើងមិនមែនទៅដល់ភ្លាមសួរនាំគាត់ពីចំណេះនឹងភ្លាមយើងត្រូវសួរនាំគាត់ពីអីផ្សេងដើម្បី build rapport communicate ជាមួយគាត់ឲ្យគាត់ feel close ជាមួយយើងស្និទ្ធvớiយើងហើយបានយើងចាប់ដើមចូលដល់សំណួររបស់យើងហ្នឹងចូលដល់អ្វីដែលយើងចង់បានហ្នឹងគឺចំណេះដឹង technical អញ្ចឹងសួរគាត់ទៅគាត់បើកចិត្តរីស្ដាប់ប្រាប់យើងហើយតែបើសិនជាករណីថ្ងៃហ្នឹងគាត់រវល់ខ្លាំងគាត់អត់មានពេលទេក៏គាត់ប្រាប់យើងតាមសំណួរដែររវល់បន្តិចថ្ងៃនេះរវល់បន្តិចអញ្ចឹងអាចលើកថ្ងៃសៅរ៍អាទិត្យអញ្ចឹងទៅយើងអាចទៅជួបគ្នានៅហាងកាហ្វេណាហ្នឹងជែកនេះក៏បានដែរគាត់បើកចិត្តទលាយឡើងហ្នឹងដែរ
ចំណុចនឹងល្អបងដោយសារតែអ្នកខ្លះគាត់ទៅទៅចូលធ្វើការហើយគាត់អត់ដឹងថាទៅចង់សួរគេប៉ុន្តែគាត់អត់ដឹងថា approach គេបែបម៉េចទេអញ្ចឹងនេះក៏ជា lesson មួយដែរហើយដោយសារឥឡូវនេះបងចូលមកដល់ក្នុងថ្នាក់ management នៃខ្ញុំក៏ចង់សួរបងដែរថាតើលក្ខណៈសម្បត្តិបែបម៉េចតែគាត់គួរតែមានក្នុងការមិនមែនត្រឹមតែចេះធ្វើជាវិស្វករប៉ុន្តែគាត់អាចចូលទៅដល់ការគ្រប់គ្រងការងារក៏ដូចជាការគ្រប់គ្រងបុគ្គលិកនៅខាងក្រៅរបស់គាត់ដែរបងអូបើសិនជាករណីគាត់ចង់វិវត្តខ្លួនពួកជាធម្មតាវិស្វករគាត់រៀង timid បន្តិចហើយគាត់រៀងសាយអៀនខ្មាស់ច្រើនគាត់អត់សូវនិយាយស្ដីទេអ្វីដែលបងគាត់ស្គាល់មកអញ្ចឹងដើម្បីបដោះអឺឲ្យគាត់វិវត្តខ្លួនបានទៅអនាគតគាត់ត្រូវតែបដោះជំនាញច្រើនទាក់ទងជាមួយនឹង soft skill អញ្ចឹងណាដើម្បីគាត់អាចវិវត្តខ្លួនទៅជាថ្នាក់ដឹកនាំខាងផ្នែកវិស្វកម្មបានហើយទី1ដែលគាត់ត្រូវបដោះហ្នឹងគឺ confidence របស់គាត់ភាពក្លាហានរបស់គាត់កុំឲ្យនៅ timid កុំឲ្យនៅសាយយ៉ាងទៀតតែនៅតែអៀនខ្មាស់ច្រើនវិវត្តខ្លួនអត់ចេញទេហើយទី2ហ្នឹងគឺតាក់ទងជាមួយនឹង communication skill របស់គាត់ពីព្រោះ technical ខាងផ្នែកវិស្វករគាត់ជំនាញហើយខាងផ្នែកវិស្វកម្មរបស់គាត់ជំនាញហើយអញ្ចឹងនៅពេលដែលគាត់ communicate ពីច្រើនគាត់ជួបជាមួយនឹងវិស្វករដូចគ្នាទេយើងគាត់ communicate ទេគាត់និយាយតែភាសាបច្ចេកទេសទៅគេស្ដាប់គ្នាយល់តែនៅពេលដែលគាត់ចង់វិវត្តខ្លួនទៅខ្ពស់ទៀតគាត់ត្រូវជួបជាមួយមនុស្សច្រើនមិនមែនតែជួបតែជាមួយវិស្វករទេគាត់ទេជួបជាមួយនឹងថ្នាក់ដឹកនាំជួបជាមួយនឹង customer ជួបជាមួយនឹងផ្សេងទៀត customer general ផ្សេងទៀតអញ្ចឹងគាត់ត្រូវ learn ពី communication skill របស់គាត់អ្វីរបៀបក្នុងការ convey message របស់គាត់ convey ពាក្យពេចន៍របស់គាត់ឲ្យគេស្ដាប់យល់ simplify វាឲ្យគេងាយយល់អញ្ចឹងបានគាត់អាចបញ្យល់ទៅគេបានហើយ communication skill នោះវាមានច្រើនទៀតមិនមែនមានតែរឿង simplify ពាក្យភាសាបច្ចេកទេសរបស់គាត់ហ្នឹងទេវាមានរឿងទាក់ទងជាមួយនឹង communication ជាមួយនឹងថ្នាក់លើតែយើងត្រូវប្រើពាក្យពេចន៍ពាក្យម៉េចដើម្បី communicate ជាមួយថ្នាក់លើឲ្យពួកគាត់ងាយស្ដាប់យល់ហើយវិធីសាស្ត្រក្នុងការសរសេរ email ហ្នឹងពីមុនមកគឺរៀងពិបាកបន្តិចក្នុងការសរសេរ email ដោយសារតែពីច្រើនខ្មែរយើងអត់សូវជំនាញខាងអង់គ្លេសហ្មងទេហើយបើតាក់ទងជាមួយវិស្វកម្មនេះគឺសរសេរជាអង់គ្លេសច្រើនអញ្ចឹងពួកគាត់ត្រូវរកវិធីសរសេរ email ឲ្យគេងាយស្រួលយល់តែសម័យឥឡូវវាងាយស្រួលដោយសារយើងមានបច្ចេកវិទ្យា AI អញ្ចឹងយើងអាច make use of AI បានអញ្ចឹងបងជឿថាcommunication skill តាក់ទងជាមួយនឹង email ហ្នឹងគាត់អាច improve បានហើយបើសិនជាគាត់មាន AI គាត់ចេះបន្ទូល AI បានត្រឹមត្រូវអញ្ចឹងណាចាបងអាចលើកជាឧទាហរណ៍បានសម្រាប់មនុស្សផ្សេងគ្នាយើងមានការ communicate ផ្សេងគ្នាចុះបើបងជាថ្នាក់លើអញ្ចឹងតើបងប្រើវិធីសាស្ត្រអីដើម្បី communicate ជាមួយនឹងអ្នកដែលគាត់នៅក្រៅបងហើយមួយទៀតការ communicate ជាមួយនឹង client តើបងនិយាយជាមួយពួកគាត់បែបម៉េចដែរបងបើជាមួយនឹងថ្នាក់ក្រោមឥឡូវយើងនិយាយពីខាង internal យើងវិញសិនបើ deal ជាមួយនឹងថ្នាក់ក្រោមយើងត្រូវប្រទាបខ្លួនយើងឲ្យទៀបដើម្បីទៅជជែកនេះជាមួយពួកគាត់ទៅស្វែងយល់ពីពួកគាត់ថាពួកគាត់ចង់បានអីគេពួកគាត់នឹងខ្វះខាតអីគេដែរហើយដើម្បីពង្រឹងសមត្ថភាពពួកគាត់ហើយការ communicate ជាមួយនឹងថ្នាក់ក្រោមហ្នឹងក៏យើងត្រូវប្រើយុទ្ធសាស្ត្រផ្សេងដែរហ្នឹងក៏ជា soft skill ដែររបស់ leadership skill យើងប្រើយុទ្ធសាស្ត្រអាច carrot and stick ហ្នឹងគឺឲ្យជាងកាលឲ្យជា reward ជាងកាលវិន័យគាត់ពង្រឹងវិន័យរបស់គាត់ដើម្បីពួកគាត់កុំឲ្យដើរខុសជួរហើយការដែលយើងពង្រឹងសមត្ថភាពរបស់គាត់ទាំង carrot and stick carrot ហ្នឹងវាអាចនឹងមានតកតងជាមួយនឹង reward ផ្សេងដែលយើងឲ្យជា certificate ឲ្យជា acknowledgement recognition ទៅគាត់ហើយមានប្រាក់រង្វាន់តិចតួចពួកជាធម្មតានៅពេលដែលថ្នាក់ក្រមប្រាក់ខែរបស់គាត់រៀង limited ចឹងពេលដែលបាន reward បាន recognition ទាំងអស់ហ្នឹងគាត់សប្បាយចិត្តខ្លាំងចឹងទាំងអស់ហ្នឹងវាជា soft skill មួយដែលបណ្ដោះពួកគាត់ជាចំណុចសំខាន់ដែលបណ្ដោះពួកគាត់ឲ្យពួកគាត់ខំប្រឹងប្រែងការងារហើយបងមើលឃើញចំណុចទាំងអស់ហ្នឹងអាចជួយបណ្ដោះសក្តានុពលរបស់ពួកគាត់ទៀតយើងបណ្ដោះគាត់ឲ្យមានសក្តានុពលខ្ពស់ហើយវាហុចផលពួកគាត់ក៏រីកចម្រើនហើយការរីកចម្រើនរបស់គាត់ហ្នឹងក៏ជួយឲ្យក្រុមហ៊ុនដែលគាត់បម្រើការងារឲ្យហ្នឹងរីកចម្រើនដែរការងារក្រុមហ៊ុនរបស់យើងដែលយើងជាថ្នាក់នាំគាត់ហ្នឹងរីកចម្រើនដូចគ្នាដែរអញ្
ចូលដល់ចំណុចមួយទៀតគឺ communicate ជាមួយនឹងថ្នាក់លើនៅក្នុង internal ក្រុមហ៊ុនដដែលណាសញ្ញាទៅថ្នាក់លើអត់មានអីច្រើនទេក្រៅពីការសរសេរ report ឲ្យពួកគាត់ការសរសេរ report ហ្នឹងគឺសរសេរ report តាមលក្ខណៈ email ឬក៏ report តាម software មួយចំនួនដូច Word អីហ្នឹងផ្ញើទៅពួកគាត់តាមនេះហ្នឹងហើយនឹង verbally report ទៅពួកគាត់អញ្ចឹងអត់មានអីច្រើនទេទាំងអស់ហ្នឹងគឺយើងអាចបដោះបានពួកគាត់អាចបដោះនៅចំណេះដឹងក្នុងការ communicate បែបហ្នឹងបានហើយបើតេតងជាមួយនឹង communication ជាមួយនឹង customer វិញតើរបៀប convey message របស់យើងទៅឲ្យគាត់ហ្នឹងវិធីណាដូចបងនិយាយខាងលើអញ្ចឹងបើពីមុនមកខាង technical គឺគាត់ធ្លាប់តែប្រស័យតេតងជាមួយនឹង technical គ្នាគាត់ទេអញ្ចឹងពួកគាត់ប្រើប្រាស់ភាសាហ្នឹងគឺso technical ហ្មង customer ស្ដាប់យល់ទេភ្ញៀវក៏ស្ដាប់យល់ទេអញ្ចឹងដើម្បីឲ្យពួកគាត់ងាយយល់អាចពង្រឹងសមត្ថភាពខាងវិស្វកររបស់យើងហ្នឹងគាត់ត្រូវពង្រឹងសមត្ថភាពក្នុងការ deliver message ហ្នឹងឲ្យទៅខាងភ្ញៀវដោយផ្ដោតលើចំណុចសំខាន់តែ3បានដែរបើសិនជាគាត់អាចផ្ដោតលើ3ហ្នឹងបានអាហ្នឹងការ convey message របស់គាត់ទៅភ្ញៀវហ្នឹងគឺ successful ហើយទី1គឺទាក់ទងជាមួយនឹងភាពចំណេញខាងផ្នែកហិរញ្ញវត្ថុអីគេខ្លះបើសិនជា customer គាត់ចង់ប្រើប្រាស់សេវាកម្មវិស្វកម្មហ្នឹងចំណេញខ្លះទី2គឺចំណេញពេលវេលាគេខ្លះនៅពេលដែលcustomer ជ្រើសរើសយកវិស្វកម្មហ្នឹងពេលវេលារបស់គាត់អាចនឹងកាត់បន្ថយការឈឺក្បាលបានច្រើនលែង stress ដែលតងជាមួយនឹងការងារហ្នឹងហើយទី3គឺ core value តម្លៃបន្ថែមបើសិនជាគាត់ជ្រើសរើសយកសេវាកម្មវិស្វកម្មហ្នឹងតើវាមាន core value អីគេខ្លះដែលផ្ដល់ទៅឲ្យអគាររបស់គាត់បើសិនជាគាត់ជាម្ចាស់អគារចាស់ចោលអត្រកទាំងអស់ហ្នឹងវាជាចំណេះដឹងតិចដែលខាងវិស្វករនីមួយៗហ្នឹងគាត់គួរតែក្តាប់ឲ្យបានដើម្បីចង់វិវត្តខ្លួនទៅ better to have a better communication ចំណុចនេះល្អមែនតើបងព្រោះពេលខ្លះយើងទៅដល់យើងចេះតែប្រម៉ូទឬក៏យើងនិយាយតែពីសេវាកម្មពេកឬក៏យើងប្រើភាសា technical ពេកក៏ពិបាកដែរគាត់ពិបាកនឹងយល់អញ្ចឹងបងតើមានបញ្ហាប្រឈមអីគេខ្លះដែលវិស្វករចំនួនក្រោយគាត់ជួបប្រទះជាពិសេសនៅក្នុងសង្គមសពថ្ងៃដែលសេដ្ឋកិច្ចយើងកំពុងតែធ្លាក់ចុះអញ្ចឹងបងតាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចនេះពីមុនមក booming ខ្លាំងណាស់ពីឆ្នាំ2008មកអញនិយាយបានឆ្នាំ2008មកដល់ឆ្នាំ2018 19 20 21ហ្នឹង booming ខ្លាំងមែនតើហ្មងធ្វើឲ្យវិស័យសំណង់ហ្នឹងកើនឡើងខ្លាំងអញ្ចឹងក្មេងៗជំនាន់ក្រោយៗហ្នឹងគឺបុករៀនខាងវិស្វកម្មច្រើនណាស់មិនថាខាងវិស្វកម្មមិនថាខាង architect មិនថាខាង decor ទេគាត់បុករៀនខ្លាំងដោយសារតែគាត់យល់ថាវិស័យសំណង់នេះកើនឡើងខ្លាំងតែចែកដនអីឆ្នាំ2020 21 22ហ្នឹងយើងជួបបាត់ COVID ដល់ពេល COVID ហើយចុះពីហ្នឹងមកសេដ្ឋកិច្ចដាំក្បាលចុះដោយសារតែបញ្ហាជាច្រើនកើតឡើងលើពិភពលោកដូចជាបញ្ហាសង្គ្រាមនៅខាងរុស្ស៊ីអ៊ុយក្រែនសង្គ្រាមចំនួន border ខ្មែរយើងជាមួយអ្នកជិតខាងហើយជាមួយនឹងបញ្ហាសង្គ្រាមអ៊ីរ៉ង់ហើយនឹងអ៊ីស្រាអែលអាមេរិកអញ្ចឹងទាំងអស់នោះវាជះឥទ្ធិពលខ្លាំងមែនទែនទៅលើសេដ្ឋកិច្ចពិភពលោកក៏ដូចជាសេដ្ឋកិច្ចស្រុកខ្មែរយើងដែរអញ្ចឹងធ្វើឲ្យវិស័យសំណង់នេះដាំក្បាលចុះខ្លាំងដាំក្បាលចុះខ្លាំងមែនទែនមកអញ្ចឹងពួកគាត់នៅពេលដែលពួកគាត់រៀនចប់ព្រោះក្មេងៗជំនាន់ក្រោយបុករៀនតែវិស័យវិស្វកម្មនឹងច្រើនអញ្ចឹងចេញមកអត់ការងារទៅធ្វើអាចនិយាយអញ្ចឹងដែរអញ្ចឹងពួកគាត់មានមួយចំនួនធំកាលពីមុនពេលដែលយើងមានចំនួនព្រំដែនហ្នឹងពួកគាត់ក៏ទៅធ្វើការខ្លះក៏ទៅធ្វើការនៅខាងប្រទេសជិតខាងយើងឬក៏ប្រទេសមួយចំនួនផ្សេងទៀតដើម្បីរកចំណូលតែនៅពេលដែលយើងកើតបញ្ហាព្រំដែនហ្នឹងមកពួកគាត់ត្រូវបកត្រឡប់ពីប្រទេសជិតខាងយើងមកវិញមកធ្វើការនៅក្នុងស្រុកវិញអញ្ចឹងធ្វើឲ្យទីផ្សារសំណង់នេះកាន់តែចង្អៀតហើយបបពិសោធន៍មួយចំនួនពួកគាត់នៅពេលដែលជួបបញ្ហាទាំងអស់ហ្នឹងគាត់ខ្លះបដូរអាជីពទៀតអញនិយាយថាពួកគាត់ខ្លះដូរអាជីពទៀតពីរៀនចប់ពីវិស្វកម្មទៅធ្វើផ្សេងហ្នឹងទៅហ្នឹងហើយដោយសារតែទីផ្សារចង្អៀតមានអ្នកធ្វើច្រើនអញ្ចឹងហ្នឹងហើយ
បងអាចលើកឡើងបានទេតកតងជាមួយនឹងបញ្ហាប្រឈមដែលវិស្វករជំនាន់ឥឡូវហ្នឹងគាត់នឹងអាចជួបប្រទះតែជំនាន់មុនគាត់អត់ដែលធ្លាប់ត្រូវជួបអញ្ចឹងណាបងតាក់ទងជាមួយនឹងបញ្ហាដែលវិស្វករជំនាន់មុនអត់ដែលជួបប្រទះហើយវិស្វករឥឡូវហ្នឹងគាត់ជួបប្រទះច្រើនហ្នឹងវាមានប្រមាណចំណុចធំដែរតែបងសូមលើកយកតែ3ចំណុចធំមកបាទណាទី1គឺបញ្ហាបច្ចេកវិទ្យាវិវត្តនៃបច្ចេកវិទ្យាស្រីថ្មីហ្នឹងដូចយើងដឹងស្រាប់ហើយឥឡូវហ្នឹង building ទាំងអស់ហ្នឹងគឺវិវត្តខ្លួនទៅជា smart building អស់ហើយអញ្ចឹងធ្វើតម្រូវការឲ្យខាងវិស្វករជំនាន់ថ្មីហ្នឹងក៏ត្រូវតែមានចំណេះជំនាញមិនត្រឹមតែ hard skill ដែលពួកគាត់ចេះខាងផ្នែករបស់គាត់ mechanical ឬក៏ electrical plumbing ហ្នឹងទេពួកគាត់ត្រូវចេះជំនាញ IT ទៀតដើម្បី integrate IT ចូលព្រោះឥឡូវសម័យឥឡូវគេត្រូវការ software ទាំងអស់ហ្នឹងអញ្ចឹងគាត់ជួបរឿងបញ្ហា smart building ហ្នឹងផងគាត់ជួបបញ្ហា IoT ផង IoT sensor ច្រើនណា IoT ហ្នឹង Internet of Things ផ្សេងដែលតកតងមួយ internet ហ្នឹងហើយមួយទៀតហ្នឹងគឺបញ្ហា AI គឺកតាវិវត្តខ្លួននៃ AI អញ្ចឹងពួកគាត់ដើម្បីឲ្យវិវត្តខ្លួនបាននៅក្នុងសង្គមសម័យឥឡូវហ្នឹងវិស្វករជំនាន់ក្រោយៗហ្នឹងគាត់ត្រូវតែចេះជំនាញទាំងអស់ហ្នឹងចេះជំនាញខាងផ្នែកបច្ចេកវិទ្យាហ្នឹងដើម្បីខុសចាប់ជាមួយនឹង trend ឥឡូវហ្នឹងបើសិនជាគាត់អត់ទេអត់បើពីដើមមិនថាជួបអស់ហ្នឹងទេសកលពីដើមដឹងតែ mechanic ជួសជុលកាដូវីទល់វីជួសជុលជាងការអញ្ចឹងតែប៉ុណ្្នឹងទេតែឥឡូវគឺមានច្រើនហ្នឹងចំណុចទី2ហ្នឹងគឺតាក់ទងជាមួយនឹងលបឿននឹងពេលវេលាអាហ្នឹងជាចំណុចសំខាន់ណាស់នៅក្នុង trend សម័យឥឡូវហ្នឹងដែលអតិជនសម័យឥឡូវហ្នឹងក៏អត់ចេះចាំទេហើយពីមុនគាត់អាចចាំបានខូចសិនជាខូចអីគាត់ចាំពីថ្ងៃមកជួសជុលឲ្យគាត់ហ្នឹងក៏មានបញ្ហាដែរឥឡូវអត់ទេតែយូរបន្តិចហ្នឹងគាត់ត្រូវតែ complain ឬក៏រកអ្នកមកជួសជុលឲ្យគាត់ណាដែលរហ័សហើយអញ្ចឹងវិស្វករជំនាន់ក្រោយបើសិនជាពួកគាត់ចង់ចាប់អតិជនឲ្យគាត់បានច្រើនត្រូវតែបង្កើនល្បឿនរបស់គាត់នឹងពេលវេលារបស់គាត់ល្បឿននៅពេលវេលាតាក់ទងមកអីគេបើសិនជាលក្ខណៈក្រុមហ៊ុនអានឹងបើសិនជាជាងធម្មតាហ្នឹងអត់អីទេព្រោះគាត់អត់សូវមានអីសាមញ្ញតែបើលក្ខណៈក្រុមហ៊ុនវិស្វកម្មនៅក្នុងក្រុមហ៊ុនវិស្វកម្មមួយក៏គាត់មាន process របស់គាត់មាន SOP របស់គាត់អញ្ចឹងបើសិនជាឥឡូវថាម៉ាស៊ីនបូមទឹកមួយខូច customer complain មកភ្លាមឲ្យពួកគាត់ទៅជួសជុលអញ្ចឹងដើម្បីទៅជួសជុលបានត្រូវតែមាន spare part អញ្ចឹងដើម្បីបាន spare part ហ្នឹងក៏ត្រូវធ្វើម៉េចបើសិនជាក្រុមហ៊ុនក៏ត្រូវ process ក្នុងការស្នើសុំថវិកាក្នុងការទិញចំណាយពេល2ទៅ3ថ្ងៃបើសិនជាចាំដល់2 3ថ្ងៃទេជនដាច់ទឹកបាត់អត់មានទឹកប្រើវាផលប៉ះពាល់ដល់ល្បឿនការងាររបស់ពួកគាត់អញ្ចឹងដើម្បីវិវត្តខ្លួនក្នុងសម័យនេះក៏ត្រូវតែរកវិធីសាស្ត្រក្នុងការកាត់ process ទាំងអស់ហ្នឹងកុំឲ្យយូរពេក shorten របៀបម៉េចឲ្យតាមបំពេញតម្រូវការឲ្យអតិថិជនបានទាន់ពេលវេលាហ្នឹងហើយចំណុចទី3នោះគឺបញ្ហាបរិស្ថានព្រោះសង្គមឥឡូវហ្នឹងក៏ដូចជារដ្ឋាភិបាលក៏ឥឡូវក៏ផ្ដោតទៅលើបរិស្ថានខ្លាំងដែរក៏គាត់ចេញជា policy ផ្សេងដើម្បីជួយបរិស្ថានទាំងអស់ហ្នឹងទាំងពីមុនគឺអត់ដែលគិតពីបរិស្ថានទេអត់សូវជាគិតពីបរិស្ថានទេអញ្ចឹងវិស្វករជំនាន់មុនគាត់ design មកក៏អត់សូវផ្ដោតទៅលើ green building ឬក៏ផ្ដោតទៅលើអីផ្សេងទេអត់ជឿក្បាលច្រើននឹងទេតែវិស្វករឥឡូវហ្នឹងត្រូវប្រឈមមុខនឹងបញ្ហា green building ហ្នឹង design របៀបម៉េចដាក់កន្លែងណាឬក៏ design បែបម៉េចកុំឲ្យវាប៉ះពាល់បរិស្ថានខ្លាំងជាពិសេសបើម៉ាស៊ីនត្រជាក់ព្រោះពីច្រើននឹងការបំភាយឧស្ម័នកាបូនដៃអុកសាយហ្នឹងគឺចេញពីម៉ាស៊ីនត្រជាក់អញ្ចឹងវិស្វករជំនាន់ក្រោយត្រូវរកវិធីសាស្ត្រឲ្យម៉ាស៊ីនត្រជាក់របស់គាត់ហ្នឹងមានប្រសិទ្ធភាពខ្ពស់ត្រជាក់សំចៃភ្លើងហើយអត់ប៉ះពាល់បរិស្ថានទៀតអញ្ចឹងជឿក្បាលបើវិស្វករជំនាន់មុនធ្វើម៉េច design ម៉ាស៊ីនត្រជាក់មកឲ្យតែត្រជាក់បានអានឹងជាចំណុចសំខាន់ដែរពួកគាត់ត្រូវតែយកចិត្តទុកដាក់ដែរសម្រាប់ជំនាន់ក្រោយ
អញ្ចឹងមានន័យថាដោយសារតែសម័យកាលឥឡូវវាផ្លាស់ប្ដូរអញ្ចឹងគឺគាត់ត្រូវរៀនសម្របទៅតាមអីដែលថ្មីដែលតម្រូវការថ្មីហ្នឹងចុះបងគាត់ត្រូវធៀមខ្លួនបែបម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងចំពោះការត្រៀមខ្លួនរបស់គាត់ហ្នឹងក៏ពិតបង convey message នៅខាងលើហ្នឹងហើយពួកគាត់ត្រូវរៀនសូត្រអំពីIT ទាំងអស់ហ្នឹងដើម្បីបដោះឲ្យគាត់កាន់តែមានចំណេះជំនាញមិនធម្មតា hard skill ដែលគាត់មានរៀនចេះចេញពីសាលាហ្នឹងទេ mechanical electrical plumbing អស់ហ្នឹងទេគាត់ថែមទាំងអាច integrate IT ចំណេះដឹង IT ចូលទៅក្នុងចំណេះដឹង hard skill របស់គាត់នឹងថែមទៀតចំណុចមួយទៀតដែលពួកគាត់គួរតែបដោះខ្លួនគាត់ដែរហ្នឹងគឺតាក់ទងជាមួយនឹងចំណេះ soft skill ឬក៏ communication skill ហើយ soft skill ហ្នឹងវា include ទាំងអស់មិនមែនតែ communication skill ទេវាមាន leadership skill នៅក្នុងទៀតឥឡូវសូមនិយាយបើកវងកញ្ចក់បន្តិចតាក់ទងជាមួយនឹង communication skill ពួកគាត់ត្រូវមានចំណេះជំនាញក្នុងការ communicate ជាមួយនឹង department ដែលពាក់ព័ន្ធដើម្បីកាត់បន្ថយ SOP ហ្នឹងឥឡូវយើងមាន SOP របស់យើងរ៉ានតាមត្រូវហើយតែចង់ shorten ចង់កាត់ SOP ហ្នឹងឲ្យវាខ្លីដើម្បីចំណេញពេលវេលាល្អដោះស្រាយបញ្ហាឲ្យភ្ញៀវបានទាន់ពេលវេលាហ្នឹងក៏ត្រូវ communicate ជាមួយ department ដែលពាក់ព័ន្ធទាំងអស់ដើម្បីឲ្យគ្នាយល់កាត់របៀបម៉េចឲ្យដំណើរការហ្នឹងវាបានរលូនតែមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹង leadership skill របស់គាត់ដែរគាត់អាហ្នឹងវាចូលគ្នា communication skill ផង leadership skill ផងថាគាត់ទៅ convey message ហ្នឹងឬក៏គាត់ទៅបរៀនថ្នាក់ក្រុមរបស់គាត់ហ្នឹងរបៀបម៉េចខាងវិស្វកររបស់គាត់ហ្នឹងរបៀបម៉េចឬក៏អ្នកដែលប្រតិបត្តិការហ្នឹងរបៀបម៉េចដើម្បីឲ្យគាត់ follow ឲ្យប្រតិបត្តិការទាំងអស់ហ្នឹង follow តាម SOP ដែលគាត់កាត់ហ្នឹងកុំឲ្យគ្នាភ្ញាក់ផ្អើលព្រោះគ្នាជាធម្មតាគ្នាដើរតាមតែ SOP ធម្មតាដល់ពេលយើងកាត់ SOP មួយចំនួនចោលទៅគ្នាក៏វាដែរហ្នឹងវាអាចប៉ះពាល់ហើយនឹងចុងក្រោយហ្នឹងគឺសមត្ថភាពក្នុងការលើកទឹកចិត្តរបស់គាត់ leadership skill ព្រោះនៅពេលដែលយើង convey message ឬក៏យើងទៅណែនាំធីមការងាររបស់យើងឲ្យ follow តាម SOP ថ្មីដែលយើងកាត់ចោលហ្នឹងកាត់ចោល shorten វាហ្នឹងពួកគាត់ប្រកាសជាវាកន្លែងហ្នឹងហើយនៅពេលដែលពួកគាត់វាអ្នកខ្លះអាចខកឆាប់បានអ្នកខ្លះអត់អាចខកឆាប់បានទេអាចដើរតាមតហ្នឹងទេអញ្ចឹងយើងត្រូវចេះវិធីសាស្ត្រក្នុងការបង្រៀនពួកគាត់បង្រៀនហើយនឹងលើកទឹកចិត្តពួកគាត់អញ្ចឹងសរុបមកវិញបន្តិចតើតើជាមួយនឹងសំណួរមួយហ្នឹងនេះអាចជាសារដាស់តឿនដែរអ្នកវិស្វករជំនាន់មុនហ្នឹងពីច្រើនគឺគាត់ផ្ដោតគាត់ចេះតែ hard skill គឺគាត់អាច survive បានហើយនៅជំនាន់ពួកគាត់ហ្នឹងតែបើសិនជាវិស្វករជំនាន់ថ្មីនេះចេះតែ hard skill ហ្នឹងអត់អាច survive បានទេអាចរស់បានទេនៅក្នុងសង្គមសម័យឥឡូវនេះអញ្ចឹងគាត់គួរតែ equip បំពាក់ខ្លួនឯងនៅចំណេះជំនាញថែមទៀតដើម្បីអាច survive បាននៅក្នុងសង្គមសម័យឥឡូវអូខេអរគុណបងចុះជាចុងក្រោយតើបងមានសារផ្ដាំផ្ញើឬក៏មានជាពាក្យលើកទឹកចិត្តអីដល់អ្នកជំនាន់ក្រោយដែលគាត់ចង់ចាប់យកអាជីពជាវិស្វករឬក៏រៀនជំនាញនេះដែរបងចំពោះសារផ្ដាំផ្ញើរបស់បងថ្មីត្បិតតាទីផ្សារឥឡូវហ្នឹងវាដាំក្បាលចុះពិតមែនក៏ប៉ុន្តែដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍហើយនឹងបន្តអភិវឌ្ឍទៅអនាគតតទៀតអញ្ចឹងយើងដឹងស្រាប់ហើយវិស័យសំណង់ហ្នឹងនៅពេលដែលប្រទេសយើងអភិវឌ្ឍប្រកបជារីកចម្រើនមកវិញហើយនៅពេលដែលយើងរីកចម្រើនមកវិញទីផ្សាររបស់យើងប្រកបជាមានកាន់តែច្រើនមកវិញហើយអញ្ចឹងបងប្អូនខិតខំបដោះជំនាញខ្លួនឯងឲ្យកាន់តែខ្លាំងជាងនឹងមិនថា hard skill របស់យើងទេត្រូវបន្ថែម soft skill ដែលបងរៀបរាប់ខាងលើមុនហ្នឹងនៅពេលដែលយើងមានតាំងពីហ្នឹងហើយបងជឿថាបងប្អូននឹងជោគជ័យទៅអនាគតចាអូខេអរគុណច្រើនបងអរគុណច្រើនបងសម្រាប់ការចែកម្លែកហើយចាអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះ podcast របស់យើងគឺបានមកដល់ទីបញ្ចប់ហើយនេះក៏ជា episode ចុងក្រោយរបស់យើងដែរហើយនៅក្នុង podcast របស់យើងនេះពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានរៀនចំណេះដឹងថ្មីក៏ដូចជាបានទទួលយកបទពិសោធន៍ពីវាគ្មិនរបស់ពួកយើងដោយសារតែគាត់សិតតែជាអ្នកជំនាញហើយបានធ្វើជាក់ស្ដែងហ្មងនៅក្នុង field មួយនេះដែរចាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឬក៏ប្រិយមិត្តទាំងអស់គ្នាចង់មើលវីដេអូបែបនេះទៀតអាចធ្វើការ comment នៅខាងក្រោមបានបាយបាយ